យុទ្ធនាការវាយប្រហារបន្សាបអធិបុលអ្នកជំនាញកិច្ចការព្រំដែនក្រមប្រឆាំងនឹងគឺវាផ្ទុះក៏ក្រើកខ្លាំងដោយព្យុះកំបុតត្បូងហេតុអីបានជាខ្ញុំយករឿងនេះមកនិយាយនៅថ្ងៃនេះបងប្អូនដឹងហើយគឺមួយរយៈពេលចុងក្រោយនេះគឺយើងឃើញក្រមរដ្ឋាភិបាលក្រៅប្រទេសជាពិសេសដែលដឹកនាំដោយលោកអ៊ុំសំអានដែលជាប្រធានកិច្ចការព្រំដែននៃរដ្ឋាភិបាលក្រៅប្រទេសនេះហើយលោកអ៊ុំសំអានក៏ជាតំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិដែលកាន់កិច្ចការងារព្រំដែននេះជាច្រើនឆ្នាំនិយាយទៅមកជីវិតរបស់លោកអ៊ុំសំអានហ្នឹងយើងស្គាល់គាត់ច្បាស់ដោយសារតែការតស៊ូមតិរឿងកិច្ចការព្រំដែននេះឯងហើយជាញយដងលោកត្រូវបានលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីខ្មែរឬក៏ឪពុករបស់លោកហ៊ុនម៉ាណែតហ្នឹងតែងតែនិយាយរិះគន់ពេបជ្រាយវាយប្រហារបន្សាបអធិបុលរបស់លោកអ៊ុំសំអានរហូតដល់អាជ្ញាធរមូលដ្ឋាននឹងចាត់ការលោកអ៊ុំសំអានដើម្បីដាក់ពន្ធនាគាររាប់ឆ្នាំទៅទៀតនៅពេលដែលរឿងនិយាយអំពីកិច្ចការព្រំដែនឬក៏កិច្ចការអ្វីផ្សេងទៀតនោះដូច្នេះរឿងនេះគឺក្រោយពីការដែលថាយុទ្ធនាការរបស់ក្រមប្រឆាំងយ៉ាងក៏ក្រៅដូចជាថ្មីនេះគឺលោកអ៊ុំសំអាននិងក្រុមការងាររបស់លោកបានធ្វើដំណើរទៅរដ្ឋធានី Washington សហរដ្ឋអាមេរិកបណ្ណាល័យសភាអាមេរិកដើម្បីទៅថតចម្លងផែនទីរបស់ខ្មែរខ្នាត1លើ200,000ដែលជាផែនទីសម្រាប់យកមកប្រើប្រាស់នៅក្នុងតុលាការព្រហ្មទណ្ឌសំទោសយុត្តិធម៌អន្តរជាតិ ICJ កាលពីប្តឹងផ្ដាល់ថៃរឿងប្រាសាទព្រះវិហារនោះក្រុមការងាររបស់លោកនឹងក៏ទៅបានបោះពុំផ្ដិតយករូបថតរូបផែនទីនេះយកមកដើម្បីគាត់បានអះអាងថាបំណងដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយសារតែដោយសាររដ្ឋាភិបាលកម្ពុជាមិនព្រមដាក់ប្តឹងហើយដោយសារតែចង់ផ្សព្វផ្សាយអំពីផែនទីរបស់កម្ពុជាខ្នាត1លើ200,000ហ្នឹងឲ្យបានទូលំទូលាយដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានជ្រាបអំពីផែនទីរបស់ខ្មែរថាតើទឹកដីយើងធំប៉ុណ្ណាឬក៏ព្រំប្រទល់ត្រឹមណាបាត់ដីត្រឹមណាលក្ខណៈអីចឹងយុទ្ធនាការរបស់គាត់នេះមិននៅត្រឹមតែបណ្ណាល័យសភាសហរដ្ឋអាមេរិកនេះទេគឺគាត់ធ្វើដំណើរទៅអង្គការសហប្រជាជាតិទៅរកមើលផែនទីដែលតម្កល់ទីនោះឲ្យគ្រោងថាទៅប្រទេសបារាំងទៅរកមើលផែនទីអីចឹងទៀតទៅខ្ញុំជឿថាយុទ្ធនាការរបស់ក្រមប្រឆាំងដែលចង់រកផែនទីចង់ពន្យល់ចង់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីទប់នឹងការឈ្លានពានរំលោភដែនអធិបតេយ្យដីធ្លីរបស់កម្ពុជានេះវាគួរតែទទួលបានការសាទរយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋខ្មែរទាំង17លាននាក់ព្រោះបងប្អូនទាំងអស់គ្នាណាក៏ចង់រក្សាការពារដែនអធិបតេយ្យរបស់កម្ពុជាហើយក៏បងប្អូនមានបញ្ហាមួយត្រង់ថារដ្ឋាភិបាលកម្ពុជាគឺមិនព្រមដាក់ពាក្យប្តឹងថៃតាក់ទងនឹងរឿងបញ្ហាព្រំដែនដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចិត្តតែនាំគ្នាភ័យថាខ្លាចវាបាត់ដីទៅគេកម្ពុជារដ្ឋាភិបាលថាមិនបាត់ទេឲ្យទុកចិត្តរដ្ឋាភិបាលចោះព្រោះគេដោះស្រាយតាមបច្ចេកទេសតាមអីក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋចេះតែមិនទុកចិត្តរដ្ឋាភិបាលដោយសារតែអ្វីដែលរដ្ឋាភិបាលធ្វើកន្លងមកហ្នឹងគឺភាគច្រើនជារបៀបដូចថាជាការដោះសារឬការពារអីចឹងទៅបងប្អូនថាមិនជឿរដ្ឋាភិបាលហ្នឹងគឺរដ្ឋាភិបាលប្រព្រឹត្តច្រើនពេកដែលធ្វើឲ្យខ្វះសេចក្តីទុកចិត្តណាដូចទៅរំលាយគណៈបកសង្គ្រោះជាតិមួយដែលមានអង្គការចាត់តាំងឬក៏ប្រជាពលរដ្ឋបោះឆ្នោតឲ្យជិត3លាននាក់រហូតដល់តែសហគមន៍អន្តរជាតិគេកាត់ផ្តាច់ជំនួយដោយ EBA អីគេដក 20% ដោយសារការរំលោភបំពានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យរំលាយអង្គការចាត់តាំងដែលសម្លេងប្រជាពលរដ្ឋពេញផ្ទៃប្រទេសឲ្យធ្វើដូចអត់មានរឿងអីកើតឡើងហើយដល់ពេលហើយប្រាប់ថាអត់អីទេអាហ្នឹងគឺជារឿងដើម្បីដោះស្រាយរក្សាសន្តិភាពស្ថិរភាពនយោបាយទៅតែកម្ចាយក្រុមប្រឆាំងអីចឹងទៅចាត់ទុកថាជាឧទាមបដិវត្តពណ៌អីចឹងប្រជាពលរដ្ឋអស់ក្តីសង្ឃឹមនឹងការទុកចិត្តដោយសារតែទង្វើរបស់រដ្ឋាភិបាលបែបនេះឯងហើយរដ្ឋាភិបាលអត់បានដោះស្រាយបញ្ហាដើម្បីស្ដារសេចក្តីទុកចិត្តហ្នឹងក្រៅតែពីអំពាវនាវឲ្យប្រជាពលរដ្ឋទុកចិត្តហើយដើម្បីឲ្យទុកចិត្តហ្នឹងគឺគាត់បានធ្វើសេចក្តីជូនដំណឹងមួយទៅតុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃទី15ខែមិថុនាថាគ្រោងនឹងប្តឹងករណី4កន្លែងប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំតំបន់មុំ3និងប្រាសាទតាកបីតាំងពីថ្ងៃនោះមកក៏យើងអត់ដែលបានដឹងព័ត៌មានអីថាតើបណ្ដឹងហ្នឹងដាក់ទៅអង្កលតើ ICJ គេទទួលអីគេខ្លះហើយឥឡូវថៃរំលោភបំពាន10កន្លែងថែមទៀតដោយទាំងភូមិព្រៃច័ន្ទនិងភូមិជោគជ័យក៏យើងអត់ឃើញថាមានបណ្ដឹងហ្នឹងឬក៏ក្រុមការងារគាត់នឹងវិវត្តដល់ណាថែមថយអីទៀតក៏នៅតែស្ងាត់ឈឹងដូច្នេះហើយក្រុមខាងរដ្ឋាភិបាលក្រៅប្រទេសហ្នឹងពីដំបូងឡើយឃើញគាត់អនុញ្ញាតទុកឲ្យឱកាសឲ្យរដ្ឋាភិបាលកម្ពុជាពេលពី3ខែអញ្ចឹងដោះស្រាយបើចេញបើមិនដោះស្រាយមិនប្តឹងទេគាត់នឹងបង្កើតរដ្ឋាភិបាលតស៊ូមតិដើម្បីប្តឹងអីឡាក់នឹងឡាក់បាទនៅពេលដែលយើងឃើញរឿងបែបនេះស្រាប់តែមានយុទ្ធនាការមួយយ៉ាងសម្បើមហើយថ្ងៃនេះដែលខ្ញុំនិយាយថាយុទ្ធនាការដូចខ្យល់ព្យុះកំបុតត្បូងហ្នឹងគឺវាជាសារដែលចេញពីនាយករដ្ឋមន្ត្រីខ្មែរតែម្ដងលោកហ៊ុនម៉ាណែតមិនមែនជាលើកទី1ទេដែលបន្សាបឥទ្ធិពលលោកអ៊ុំសំអានព្រោះលោកតែងតែថ្លែងសារជាញយដងថាលោកអ៊ុំសំអាននឹងគ្មានជំនាញឯកទេសផែនទីអីទេផ្សព្វផ្សាយព័ត៌មានប្រឌិតមិនពិតពីរឿងព្រំដែនធ្វើឲ្យជាប់ច្រវាក់អីឡាក់នឹងឡាក់អីអញ្ចឹងទៅបាទប៉ុន្តែនៅតែមិនអាចនឹងបន្សាបឥទ្ធិពលរបស់លោកអ៊ុំសំអាននឹងបាននៅឡើយទេចាប់ដាក់គុកហើយរួចពីគុកមកក៏នៅតែធ្វើកិច្ចការងារឥឡូវនេះគឺអ្វីទៅស្រោចទៅលើលោកអ៊ុំសំអានណា
ហើយយុទ្ធនាការនេះគឺខ្ញុំឃើញសាររបស់លោកហ៊ុនម៉ាណែតដែលថ្លែងនៅលើបណ្ដាញសង្គម Facebook របស់គាត់ថ្ងៃនេះហើយសារនេះមិនមែនជារឿងដែលចេញមកដោយលោកហ៊ុនម៉ាណែតម្នាក់ឯងទេព្រោះអីយើងឃើញមានអតីតឬក៏លោកញឹកប៊ុនឆៃលោកអ៊ីឈៀនអភិបាលខេត្តបៃលិនអ្នកស្រីបានស្រីមុំដែលជាភរិយារបស់លោកអ៊ីឈៀនក៏ឡើងមកធ្វើសេចក្តីថ្លែងការផ្សេងគ្រប់គ្រងចំហដោយអ្វីដែលលោកហ៊ុនម៉ាណែតលើកឡើងហ្នឹងគឺជាការទាត់ចោលនៅអ្វីដែលជាការលើកឡើងរបស់លោកអ៊ុំសំអានហើយចោទប្រកាន់លោកថាជាអ្នកផ្សព្វផ្សាយព័ត៌មានបំពិតមិនពិតញុះញង់បំភ្លៃឲ្យមានការភ័ន្តច្រឡំមកលើរដ្ឋាភិបាលអីចឹងខ្ញុំនឹងបកស្រាយលម្អិតអំពីរឿងនេះព្រោះអីបងប្អូនប្រជាពលរដ្ឋត្រូវដឹងចង់ដឹងថាហេតុអីបានជាមានរឿងនេះកើតឡើងហេតុអីបានជាសុកស្រាប់តែមានយុទ្ធនាការបើជាភាសាអង់គ្លេសយើងហៅថា shooting the messenger បានន័យថាទាត់អ្នករត់សបុតយុទ្ធនាការបាញ់ឬក៏វាយប្រហារទាត់អ្នករត់សបុតនេះគឺបានន័យថាយើងអត់ព្រមដោះស្រាយខ្លឹមសារសម្បត្តិទេខ្ញុំនិយាយពីការប្រើប្រាស់ភាសាថាទាត់អ្នករត់សបុតឬក៏បោចសក់អ្នករត់សបុតនេះគឺសំដៅទៅលើថាជាទំនៀមទម្លាប់អ្នករត់សបុតគឺគាត់យកសបុតមកឲ្យម្ចាស់ផ្ទះនៅពេលដែលគាត់យកសបុតមកឲ្យម្ចាស់ផ្ទះនៅពេលដែលខ្លឹមសារនៃសបុតឧទាហរណ៍ដូចជាគូស្នេហ៍គេជជែកល្អលឿនសារសងគ្នាតាមរយៈសបុតហ្នឹងអ្នករត់សបុតអត់បានមើលសបុតហ្នឹងទេអញ្ចឹងគាត់យកមកឲ្យអញ្ចឹងទៅពេលខ្លះទៅដល់ពេលសម្បត្តិនឹងស្នេហាផ្អែមល្ហែមទៅធ្វើឲ្យអ្នកនៅក្នុងផ្ទះនឹងទៅអោបថើបអ្នករត់សម្បត្តិនឹងទៅអរគុណអីអញ្ចឹងទៅហើយអ្នករត់សម្បត្តិមែនតើគ្រាន់តែញញឹមដាក់អត់ដឹងថាអ្វីដែលមាននៅក្នុងសម្បត្តិទេគ្រាន់តែដឹងថាប្រហែលគេជាគេនិយាយល្អនឹងគ្នាហើយព្រោះអីគាត់គ្រាន់តែជាអ្នកនាំសម្បត្តិនឹងយកមកឲ្យទេដល់តែពេលក្រោយមកអាសេចក្តីស្នេហាហ្នឹងក៏វាទៅជាល្វីងជូរចត់ដូចវ៉ាពេជ្រទៅចាប់ផ្ដើមខឹងអ្នករត់សម្បត្តិពេលដែលមកបានសម្បត្តិភ្លាមទាត់ផងធាក់ផងបោចសក់អ្នករត់សម្បត្តិផងគ្នាអ្នករត់សម្បត្តិក៏អត់ដឹងថាមិនដឹងជារឿងអីទេប្រហែលជាអាចមកពីខ្លឹមសារនៃសម្បត្តិហ្នឹងគេជេរគ្នាគេឆ្លោះគ្នាគេផ្ដាច់ការតាក់ទងគ្នាក៏តែមិនដឹងក៏ប៉ុន្តែបើយើងគិតមែនតើអ្នករត់សម្បត្តិមានកំហុសអីវាទៅលើខ្លឹមសារនៃសម្បត្តិទេយើងឆ្លោះគ្នាយើងស្រឡាញ់គ្នាយើងផ្ញើលុយទៅឲ្យគ្នាយើងអីក៏ដោយគឺនៅក្នុងសម្បត្តិហ្នឹងគឺយើងមានតែ2នាក់ហ្នឹងដែលដឹងរឿងមិនចឹងអ្នករត់សម្បត្តិគ្នាគ្រាន់តែនាំសម្បត្តិយកមកឲ្យដែលជាកិច្ចការរត់សម្បត្តិរបស់ខ្លួនតែដល់ពេលដែលយើងចាប់ផ្ដើមវាយប្រហារអ្នករត់សម្បត្តិគឺចាប់ផ្ដើមយើងគេហៅថាខឹងគោវាយអាទះវិលមកវិញតកតងនៅក្នុងរឿងអ្វីដែលកើតឡើងនេះគឺវាមានដើមហេតុរបស់វាមិនមែនសុកមកលោកហ៊ុនម៉ាណែតចេញសារមកឲ្យស្រាប់តែព្រៀនប្រដៅលោកអ៊ុំសំអានខ្ញុំថាលោកហ៊ុនម៉ាណែតខ្ញុំសរសើរភាពមានសុជីវធម៌និងសិលធម៌ក្នុងនាមជាអ្នកដឹកនាំរបស់គាត់ដែរព្រោះអីលោកខុសពីឪពុករបស់លោកច្រើននៅពេលដែលលោកសរសេរសារអីគឺខ្ញុំគោរពក្នុងន័យថារបៀបជាដូចថាការសរសេរប្រើពាក្យពេចន៍មិនអសរោះបើទោះបីជាខឹងឯលោកខឹងលោកអ៊ុំសំអាននេះបើនៅចិត្តនៅក្នុងស្រុកខ្មែរចាប់ដាក់គុកទៀតដែរគាត់ថានៅឆ្ងាយពេកចាប់អត់ដល់ដូច្នេះគឺសរសេរសាររបៀបឈឺចាប់ដូចថាខឹងលោកអ៊ុំសំអានប៉ុន្តែមិនអាមឹងឬក៏ប្រមាថការទៀនអីសម្បើមខ្លាំងពេកទេយ៉ាប់តារឿងប្រព័ន្ធឃោសនារបស់គណៈបកកណ្ដាលអំណាចដែលបំផ្លាញវិជ្ជាជីវៈសារព័ត៌មាននេះជាពិសេសសារព័ត៌មាន Fresh News ដែលគេអះអាងថាជាសារព័ត៌មានអាជីពរបស់កម្ពុជាហ្នឹងតែតាមពិតគឺត្រូវបានអង្គការអ្នករាយការណ៍រឿងអ្នកព័ត៌មានគ្មានព្រំដែនហៅថាជារោងចក្រផលិតព័ត៌មានប្រឌិតនោះគឺអូយថែមថយពាក្យពេចន៍ច្រើននៅពេលដែលនិយាយពីលោកអ៊ុំសំអានហ្នឹងសុទ្ធតែគំនិតជនអគតិក្បត់ជាតិអ៊ុំសំអានអីចឹងទៅការផ្សាយព័ត៌មានយើងប្រើពាក្យចោទគេថាក្បត់ជាតិពាក្យថាក្បត់ជាតិនេះគឺទាល់តែបុគ្គលនឹងត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកពីក្បត់ជាតិចឹងឧទាហរណ៍ឬមួយក៏គាត់បានកាត់ទឹកដីនឹងឲ្យប្រទេសណាឬមួយក៏គាត់សន្យាធ្វើឲ្យបាត់បង់អធិបតេយ្យរបស់កម្ពុជារួចតទៅពេលគាត់ខំប្រឹងធ្វើប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីឲ្យគេរក្សាអទឹកដីរបស់យើងខ្លាចថៃយកនេះហើយដើម្បីលើកប្រសាសន៍របស់លោកញឹកប៊ុនឆៃឬក៏លើកប្រសាសន៍របស់លោកអ៊ីឈៀនដែលនិយាយអំពីការបាត់បង់ទឹកដីទៅការឈ្លានពានរបស់ថៃឧទាហរណ៍ហើយយើងត្រូវនិយាយប្រាប់គេថាអានឹងទឹកដីយើងបាត់ទេយើងត្រូវតែតតាំងទៀនទាគេមកវិញតើអ្នកណាក្បត់ជាតិឲ្យប្រកាសខ្ញុំថាសារព័ត៌មានយើងវា10មួយយួរមែនហើយប៉ុន្តែកុំចោះទៀបពេកអីយើងគ្រាន់តែសរសេររៀបរាប់ព្រឹត្តិហេតុព្រឹត្តិការណ៍តាមការជាក់ស្ដែងទៅហេតុអីបានជាចាំបាច់បន្ថែមពាក្យសិតតែជនក្បត់ជាតិ3ចំនួនអីចឹងរឿងលោកសំរងស៊ីអីលោកសំរងស៊ីទៅកាត់ដីឲ្យអ្នកណាអត់ដែលបានកាន់រដ្ឋាភិបាលសំបីបានតែម្ដងហើយតើមានលទ្ធភាពសមត្ថភាពអីទៅសញ្ញេចុះហត្ថលេខាកាត់ដីឲ្យគេនេះហើយយើងទៅចោទថាក្បត់ជាតិនេះដូច្នេះអាភាសាដែលយើងប្រើកាន់តែខ្លាំងគឺយើងកាន់តែមានខ្លួនណាគេហៅភាសាខ្មែរគេហៅមិន
គោដំបៅខ្នងក្អែកហៅរំលងរំសាយកន្ទុយអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមប្រើពាក្យទៅចោតគេថាក្បត់ជាតិញាប់មាត់ពេកទៅវាទៅជាប្រជាពលរដ្ឋចេះតែឆ្ងល់ថាអ្នកណាកាន់ប្រទេសសពថ្ងៃហ្នឹងអ្នកណាដែលជាអ្នកអាចនឹងដោះស្រាយបញ្ហារឿងព្រំដែនបានហ្នឹងមានគណៈបកប្រឆាំងមកពីណាគណៈបកប្រឆាំងដែលកាន់ប្រទេសមកពីអង្កលដូច្នេះខ្ញុំជឿថាអស់លោកកំពុងតែគេហៅប្រើនយោបាយប្រជាពិធដ្ឋមួយក្នុងន័យថាទៅសេពាក្យហ្នឹងឲ្យកាយទៅឲ្យប្រជាពលរដ្ឋកោលទោសក្រុមប្រឆាំងថាក្រុមក្បត់ជាតិប៉ុន្តែបងប្អូនភ្លេចគិតថាក្រុមប្រឆាំងអត់មានសិទ្ធិកាត់ដីឲ្យអ្នកណាឬក៏សញ្ញេចុះហត្ថលេខាព្រមព្រៀងជាមួយអ្នកណាដើម្បីបោះបង្គោលព្រំដែនឬក៏ធ្វើឲ្យបាត់បង់ទឹកដីណាឬក៏ស្អីទៅអត់មានសោះហើយគណៈបកប្រឆាំងអត់មែនជាក្រុមដែលអត់ធ្មត់ដើម្បីឲ្យថៃយកបន្លាលួសយកមកដាក់បានហ្នឹងក៏អត់មានក្រុមប្រឆាំងដែរសប្តាហ៍ថ្ងៃគឺអ្នកដឹកនាំប្រទេសគឺលោកហ៊ុនម៉ាណែតហើយនិងលោកហ៊ុនសែនហើយនិងក្រុមអស់លោកហ្នឹងតាដូច្នេះនៅពេលដែលចោតគេថាក្បត់ជាតិពេញមាត់បែបនេះវាជាមួយគឺអសិលធម៌ទី2គឺអគុណធម៌ទី3គឺខ្វះវិជ្ជាជីវៈបងប្អូនចេះថាអូយបានហើយគេដឹងហើយលោកមុងណារ៉េតអើយទៅនិយាយអីដដែលគេមានតែស្ដាប់គេទៅមានតែអានមានតែមើលអីគេដឹងកសែតដឹងសារព័ត៌មានអស់ហ្នឹងឯងគ្រាន់តែប៉ុន្តែបងប្អូនជាអ្នកសារព័ត៌មានមួយរូបដែរយើងអត់ចង់ឲ្យគីឡូហ្នឹងវាស្រាលពេកណាយើងនិយាយកែតម្រង់គ្នាទៅយកបុណ្យព្រោះយើងជាខ្មែរតែយើងវិស័យស្អីក៏ដោយតែយើងជួយកែគ្នាបើយើងធ្វើព័ត៌មានឲ្យច្បាស់តែយើងធ្វើព័ត៌មានបើយើងផ្សាយព័ត៌មានឲ្យច្បាស់តែយើងផ្សាយព័ត៌មានយើងចង់បានអីបើយើងជាឧបករណ៍ឃោសនានយោបាយឲ្យយើងប្រកាសថាជាឧបករណ៍ឃោសនានយោបាយកុំជ្រកក្រោមស្លាកព័ត៌មានហើយយកវិស័យអាជីពជាអ្នកសារព័ត៌មាននឹងបំផ្លាញគេចោលយើងមានអាជ្ញាប័ណ្ណជាអ្នកសារព័ត៌មានឧទាហរណ៍ក្នុងអាជ្ញាប័ណ្ណហ្នឹងគឺគេមានច្បាប់គេមានទម្លាប់គេមានវិន័យគេមានសិលធម៌ហើយយើងមកហែកអាហ្នឹងទ្រាំអង្គុយអស់ទៅរួចទៅយើងធ្វើអីស្រេចចិត្តចឹងទៅក្រសួងព័ត៌មានក៏តែមិនហ៊ានថាមិនហ៊ានធ្វើអីដោយសារអីវាបានប្រយោជន៍ដល់គណៈបកកណ្ដាលអំណាចដែលក្រសួងព័ត៌មានខ្លួនឯងហ្នឹងក៏ជាក្រុមបកពួកគណៈបកកណ្ដាលអំណាចដល់អញ្ចឹងទៅអនុវត្តអាស្តង់ដារពីមិនណែនាំមិនដោះស្រាយមិនអីទាំងអស់ធ្វើអីធ្វើទៅគេចង់ប្រាប់ថាម៉េចកម្ពុជាមានសេរីភាពប្រជាពលរដ្ឋមានសិទ្ធិសេរីភាពអាជ្ញាធរមិនចេះតែទៅរដ្ឋបិទសិទ្ធិសេរីភាពដោយពួកក្រុមប្រឆាំងមួយក្តាប់តូចចោតប្រកាន់នឹងទេគឺសេរីភាពនៅស្រុកខ្មែរគេពេញទំហឹងជាកោះសន្តិភាពកោះសេរីភាពកោះសិទ្ធិមនុស្សហើយគេចង់បញ្ជាក់អញ្ចឹងថាគេអញ្ចឹងប៉ុន្តែបានតែក្រុមខ្លួនទេធ្វើអីបានស្រាច់ចិត្តទេតែពេលក្រុមគេវិញប្រឆាំងអីបន្តិចតែនិយាយតិចបរិហាគេជាមន្ត្រីជាបតិចមន្ត្រីសាធារណៈចាប់គេដាក់គុកច្បាប់ហ្នឹងយកមកអនុវត្តបានភ្លាមបងប្អូនរឿងនេះវាលើកគុកពេកហើយយើងតតែដូរផ្លាស់របៀបធ្វើអញ្ចឹងបានប្រជាពលរដ្ឋហ្នឹងគេដូចថាមើលឃើញខុសពីអ្វីដែលធ្លាប់មើលឃើញឥឡូវយើងលោកហ៊ុនម៉ាណែតគាត់និយាយភាសាគួរសមថ្លៃថ្នូរក៏ប៉ុន្តែក៏មិនភ្លេចប្រើពាក្យសៀតសោកដោតចាក់ដែរគាត់ថាចេះខ្ញុំសុំជូនយោបល់ទៅខាងក្រមប្រឆាំងឬក៏លោកអ៊ុំសំអានហ្នឹងបើលោកឬក៏ក្រុមអស់លោកមិនយល់ច្បាស់ពីផែនទីឬកិច្ចការព្រំដែនទេសូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែនដែលបានធ្វើកិច្ចការងារនេះរាប់ទសវត្សរ៍មកហើយបើសិនអស់លោកមិនប្រកាន់ខ្លួនឬក៏ខ្លាចគេថាអន់ទេហើយចង់រៀនសូត្រអំពីវិធីសាស្ត្រឬបច្ចេកទេសនៅក្នុងការប្រើផែនទីដែលអស់លោកបានហ្វូតូកូពីពីបណ្ណាល័យសភាសហរដ្ឋអាមេរិកដើម្បីជាជំនួយនៅក្នុងការវាស់វែងបោះបង្គោលនិងខណ្ឌសីមានៅលើដីឲ្យបានត្រឹមត្រូវនោះលោកអាចស្នើសុំរដ្ឋាភិបាលដើម្បីឲ្យមានអ្នកជំនាញព្រំដែនពិតប្រាកដអាចធ្វើបទបង្ហាញខ្លីមួយពាក់ព័ន្ធនឹងមូលដ្ឋានបច្ចេកទេសក្នុងការប្រើប្រាស់ផែនទីខ្ញុំថាភាសារបស់លោកហ៊ុនម៉ាណែតគួរសមស្របប៉ុន្តែមានន័យចាក់ដោតឌឺដងបន្តិចបើខ្ញុំជាលោកហ៊ុនម៉ាណែតខ្ញុំអត់សរសេរសារនេះទេព្រោះជានាយករដ្ឋមន្ត្រីអត់ចាំបាច់អីទៅប្រាប់លោកអ៊ុំសំអានថាស្នើឲ្យគណៈកម្មាធិការកិច្ចការជំនាញព្រំដែនធ្វើបទបង្ហាញអំពីព្រំដែនទេមិនចាំបាច់ទេកម្ពុជាមានកវីបណ្ឌិតបញ្ញវន្តកិច្ចការព្រំដែននឹងរាប់មិនអស់គានឹងជើងប៉ុន្តែបើទោះបីអស់លោកបញ្យល100ដងទៀតក៏ប្រជាពលរដ្ឋមិនអាចទទួលយកទៅស្ដាប់កើតដែរខ្ញុំឃើញលោកហ៊ុនសែនធ្លាប់ធ្វើបទបង្ហាញរឿងព្រំដែន5ម៉ោងជាង5ម៉ោងនៅក្នុងរដ្ឋសភាសួរថាបានបញ្យលប្រជាពលរដ្ឋអីគេខ្លះឲ្យច្បាស់អំពីបញ្ហាព្រំដែនឥឡូវច្បាស់អីគេហើយអត់មានកន្លែងណាច្បាស់អីមួយទេព្រោះអីបើយើងច្បាស់ខ្លួនឯងហេតុអីបានថៃនៅបំពេញព្រំដែនយើងបានចុះឥឡូវលោកបញ្យលទៅចាំបាច់ទៅតតាំងអីជាមួយលោកអ៊ុំសំអានទៅអីលោកគ្រាន់តែចង់ប្រាប់ប្រជាពលរដ្ឋអំពីផែនទីយើងមាននៅនេះផែនទីមាននៅនោះយើងចង់ដាក់ដើម្បីការពារទឹកដីយើងដែរចូលរួមចំណែកនៅក្នុងជាខ្មែរដែរហ្នឹងលោកថាធ្វើនឹងដើម្បីកេងចំណេញនយោបាយអ្នកណាមិនចង់ចំណេញនយោបាយបើក្រុមប្រឆាំងមិនចង់កេងចំណេញនយោបាយដើម្បីយកប្រជាប្រិយខាងក្រុមប្រឆាំងឲ្យគាត់ធ្វើអីហើយរដ្ឋាភិបាលសពថ្ងៃក្រែងធ្វើដើម្បីការពារគណៈបកកណ្ដាលអំណាចដើម្បីកេងចំណេញនយោបាយចឹងដូចតែគ្នាតើក៏ប៉ុន្តែរឿងកេងចំណេញនយោបាយមិនកេងចំណេញនយោបាយគឺយើងផ្ដោតសំខាន់ទៅលើ
តតភាពជាក់ស្ដែងតើអ្វីជាឬគល់នៃបញ្ហានៅកន្លែងនេះឬគល់នៃបញ្ហាគឺភាពមិនប្រក្រតីស្រពេចស្រពិលនៃបញ្ហាព្រំដែនហើយដែលកម្ពុជាមិនដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្នុងពេលដែលថៃកំពុងតែទន្ទ្រានយកដីខ្មែរស្ទើរតែគ្រប់កន្លែងនៅតំបន់ព្រំដែន10កន្លែងជាងហើយបោះបង្គោលព្រំដែនបោះអីហ្នឹងប្រជាពលរដ្ឋលោកភ័យបើលោកភ័យឲ្យលោកភ័យមិនមែនការភ័យព្រួយនឹងការបាត់ដីខ្លាយតែជាជនក្បត់ជាតិទេដូចខ្ញុំនិយាយម្ដងទៀតនៅពេលដែលយើងជាអ្នកចិត្តខាងឬក៏អ្នកនៅក្នុងគ្រួសារជាបងប្អូនក្រុមគ្រួសារឃើញចោលមកលួចម៉ូតូរបស់យើងឃើញចោលមកលួចទ្រព្យរបស់យើងឧទាហរណ៍ហើយយើងមានភារកិច្ចជួយស្រែកថាចោលលួចរបស់យើងហើយណ៎ខ្ញុំឃើញគេអូសចេញទៅហើយណ៎ម៉ូតូណ៎គេបំពុលឆ្កែយើងទៀតណ៎គេយកទៅហើយតើសមាជិកគ្រួសារហ្នឹងក្បត់នឹងគ្រួសាររឿងអីតាក់ទងនឹងរឿងទៅស្រែកប្រាប់គេថាចោលលួចអីនេះជាសិលធម៌គឺបានន័យថាគួរតែដឹងគុណអ្នកដែលស្រែកនេះព្រោះអីគ្នាខំប្រឹងជួយចង់ចោលបាញ់ធ្លុះបាញ់បើសិនជាចោលមានកភ្លើងចោលបាញ់អ្នកស្រែកហ្នឹងទៀតទៅក្រងមកហ្នឹងអ្នកជួយហ្នឹងរងគ្រោះដោយសារតែរឿងជួយគេហ្នឹងច្រើនលើកហើយតើគាត់ខុសអីគាត់ក្បត់នឹងក្រុមគ្រួសារគាត់រឿងអីគាត់ក្បត់នឹងប្រទេសជាតិរឿងអីនៅពេលដែលស្រែកប្រាប់ថាចោលលួចហើយចោលធ្វើនេះគឺបងប្អូនឃើញជាសាក់សីហើយបារម្ភប៉ុន្តែខ្លួនយើងជាម្ចាស់ផ្ទះយើងថាអត់ទេអត់លួចទេម៉ូតូហ្នឹងគេយកទៅហ្នឹងគឺគ្រាន់តែដូរម្ចាស់តិចទៅយកមកឲ្យយើងវិញហ្នឹងព្រោះអីស្លាកលេខរបស់យើងយើងចុះបញ្ជីអីត្រឹមត្រូវរបស់យើងប្រើផែនទីតែគេហៅថាកាតគ្រីម៉ូតូឈ្មោះយើងយកទៅវាយកទៅមករយៈទេតានេះរបស់យើងកុំទៅឡូឡាហើយតែនិយាយអីទៀតហ្នឹងប្រយ័ត្នត្រូវផ្ទះកាភ្លៀងទៅនាំគ្នានិយាយដើម្បីចំណេញនយោបាយឲ្យម៉ែឪទទួលស្គាល់ថាកូនហ្នឹងឈឺឆ្អាលនឹងរឿងម៉ែឪបាត់របស់ចំណេញនយោបាយរឿងចោតខំប្រឹងស្រែកថាគេលួចម៉ូតូដើម្បីឲ្យម៉ែឪមានសមានចិត្តចំពោះកូនថាកូនហ្នឹងចេះដឹងរឿងគ្រួសារចេះដឹងការពារថែទ្រព្យរបស់អីចឹងទៅចោតកូនអញ្ចឹងវិញថាកូនធ្វើហ្នឹងដើម្បីកេងចំណេញនយោបាយឲ្យម៉ែឪហ្នឹងឬក៏អ្នកផងទាំងពួងហ្នឹងគិតថាកូនគេមានមារយាទពេលដែលចោលលួចនាំគ្នាស្រែកតវ៉ាគោះតដោកពេញភូមិដើម្បីអង្រួនឲ្យគេជួយមើលថាចោលលួចប៉ុន្តែម៉ែឪមកប្រាប់ថាកូនទាំងអស់នេះចោលមកសិតតែក្បត់គ្រួសារទាំងអស់ព្រោះអីទៅប្រាប់គេថាចោលលួចរបស់យើងនៅពេលដែលរបស់យើងវាចោលវាមិនលួចបានទេព្រោះអីរបស់ទ្រព្យហ្នឹងយើងមានប្លង់កម្មសិទ្ធិរបស់យើងមានកាតគ្រីមានការចុះបញ្ជីត្រឹមត្រូវហើយវាមិនបាត់ទេវាគ្រាន់តែយកទៅតាហើយនិយាយបែបហ្នឹងធ្វើឲ្យប្រជាពលរដ្ឋគេឬក៏អ្នកភូមិអ្នកផងទាំងពួងមកចោតគ្រួសារយើងថាអត់មារយាទអត់ចេះថែទ្រព្យឲ្យគេលួចបានអញ្ចឹងវាធ្វើឲ្យបំបាក់មុខម៉ែឪតើឥឡូវម៉ែឪបាក់មុខឬក៏កូនបានជួយហើយកូននិយាយបែបហ្នឹងហេតុអីបានយើងទៅបិទមាត់កូនកាតគ្រីលៀងមានហើយប្លង់កម្មសិទ្ធិយើងមានហើយម៉ូតូហ្នឹងយើងដឹងថាយើងចុះបញ្ជីនៅកន្លែងយុគឋានយានយន្តហើយក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងអាអ្នកលួចម៉ូតូយើងយកទៅហ្នឹងគេថាគេមានកាតគ្រីរបស់គេដែរគេមានប័ណ្ណសម្គាល់អាម៉ូតូដែលគេយកទៅហ្នឹងគេថារបស់គេទេហើយគេផ្ទៀងផ្ទាត់មកគេថាគេមានឯកសារជាក់ស្ដែងរបស់គេត្រឹមត្រូវរបស់គេយើងអួតថាយើងមានតែគេថាអួតថាគេមានយើងអួតថាទេខ្ញុំមានប្លង់កម្មសិទ្ធិរបស់ខ្ញុំដោយសំអាងទៅលើផែនទីខ្នាត1លើ200,000គេថាអត់ទេបើតាមផែនទីខ្នាត1លើ50,000ម៉ូតូហ្នឹងគឺជារបស់គេហើយហេតុអីបានជានៅក្នុងពេលដែលយើងទាំងពីរអ្នកហ្នឹងចោលហើយនឹងម្ចាស់ម៉ូតូយើងអត់ត្រូវគ្នាហើយអ្នកដែលគេស្រែកនេះគេថាម៉ែឲ្យឲ្យប្តឹងគេទៅហីព្រោះគេយកទៅហើយម៉ូតូយើងគេយកទៅហើយណាប្រយ័ត្នតែតិចទៀតណាគេស៊ីគ្រឿងម៉ាស៊ីនស៊ីខ្ចៅខ្ចងអស់ជួនកាលគេបាញ់ថ្នាំម៉ូតូយើងអស់ទៀតគេលួចដូរកង់ដូរសបកដូរអីទៅហើយឈូសលេខតួម៉ាស៊ីនអីទៀតទៅហើយយើងទៅទៀមទាគេមិនបានគេយកបាត់អស់ហើយហ្នឹងមុំតែចាំតែយើងប្តឹងគេហើយឥឡូវដល់ពេលកូនចៅស្រែកហើយទៅបិទមាត់ថាកុំឲ្យស្រែកកេងចំណេញនយោបាយអីដល់ពេលហ្នឹងមកវិញម៉ូតូថ្មីបាត់ហើយគេដូរសាក់ស៊ីគេដូរលេខលោអីអស់បាត់ទៅហើយរលប់លេខរលប់អីហើយដូរអាកុងទ័រអីហ្នឹងទៅជាថ្មីចេះរបស់គេហើយយើងគេដាក់នៅក្នុងដីគេបិទលបងបិទអីគេចិត្តតែយើងទៅយកអីបានមកវិញបើយើងមិនប្តឹងពីឥឡូវនេះដែលខ្ញុំចង់និយាយថាហេតុអីបានជាយើងនាំគ្នាទៅបិទមាត់អ្នកដែលនិយាយរឿងខ្ញុំមិនបន្ទោសអីមិនថាអីថាលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីគាត់ត្រូវតែថ្លែងសារបែបនេះឲ្យដើម្បីអីទីមួយស្អំចិត្តប្រជាពលរដ្ឋកុំឲ្យជឿតាមអ្វីដែលក្រុមលោកអ៊ុំសំអាននិងរដ្ឋាភិបាលក្រៅប្រទេសកំពុងតែធ្វើតែការមិនជឿនេះគឺចង់និយាយថាវិធានការដំណោះស្រាយរបស់រដ្ឋាភិបាលជាជាងថាដោះស្រាយតាមវិធីរបស់ខ្លួនបង្ហាញឲ្យប្រជាពលរដ្ឋជឿទុកចិត្ត
គាត់ទៅបន្សាព័ត៌មាននៃក្រមព័ត៌មានដូចខ្ញុំនិយាយចឹងជាជាងការដោះស្រាយបញ្ហាខ្លឹមសារនៅក្នុងសម្បត្តិឈប់ឆ្លោះគ្នាទៅនិយាយឲ្យសបាយទៅដើម្បីឲ្យអ្នករត់សម្បត្តិហ្នឹងគ្នាបានទទួលការថើបការអោបយើងនៅតែឆ្លោះគ្នាហើយទៅវាយបោចសក់អ្នករត់សម្បត្តិគ្នាតែអ្នករត់សម្បត្តិសោះដូច្នេះនៅក្នុងរឿងនេះអ្វីដែលរដ្ឋាភិបាលត្រូវធ្វើអត់ចាំបាច់ទៅប្រាប់ក្រុមប្រឆាំងថាត្រូវតែស្នើសុំរដ្ឋាភិបាលឲ្យបញ្យលទេលោកមានវេទិកាសារព័ត៌មានអ្នកនាំពាក្យគ្រប់បណ្ដាក្រសួងធ្វើទៅពន្យល់ទៅធ្វើប័ណ្ណបង្ហាញហ្នឹងទៅថាតើផែនទីយើងប្រើអីគេឥឡូវហ្នឹងផែនទីនៅតំបន់ព្រៃច័ន្ទហ្នឹងយើងប្រើផែនទីអីឥឡូវហ្នឹងមកដល់ម៉ោងនេះណាអស់លោកនៅតែប្រាប់ថាជឿជាក់លើរដ្ឋាភិបាលទៅយើងប្រើផែនទី1លើ200,000ប៉ុន្តែនៅពេលហ្នឹងថៃគេថាគេប្រើផែនទីលើ50,000បញ្យល់ទៅអស់លោកចាំបាច់ទៅតតាំងអីជាមួយក្រុមប្រឆាំងគេធ្វើអីធ្វើតែគេទៅអស់លោកធ្វើសិក្ខាសាលានឹងខ្លួនឯងទៅហៅមន្ត្រីជំនាញអស់លោកមកនិយាយមកដែលធ្វើអញ្ចឹងពីអង្កលសំបីតែរឿងកោះគុតនេះរឿងជាអាយុជីវិតរបស់កោះមួយអស់លោកសងំឲ្យស្ងាត់ជ្រាបក្រៅតែពីវាយប្រហារក្រុមប្រឆាំងបន្សាបពីរឿងកោះគុតហ្នឹងយ៉ាងច្រើនមកនិយាយថាកោះគុតហ្នឹងនៅហ្នឹងវាអត់បាត់ទេវានៅហ្នឹងមើលទៅឃើញហើយវានៅហ្នឹងមិនមែនជាខាត់ដោះស្រាយអញ្ចឹងទេនៅហ្នឹងតែវាជាបោះគេតើបើនៅហ្នឹងជារបស់យើងហ្នឹងយើងត្រូវបញ្យល់ប្រាប់ប្រជាពលរដ្ឋខ្មែរថាណែកោះគុតជារបស់យើងផ្អែកលើផែនទីនេះផ្អែកលើផែនទីនេះផ្អែកលើអនុសារណៈនេះអនុសារណៈនោះហើយយើងជាប្រជាពលរដ្ឋខ្មែរត្រូវតែរួមគ្នាទាមទារដែនអធិបតេយ្យអាហ្នឹងបានយើងស្រឡាញ់ទឹកដីហើយដល់ពេលគេតវ៉ាហើយយើងអត់ច្បាស់អត់បញ្យល់ទៅចោទគេថាក្បត់ជាតិ